សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅរឿងដ៏អស្ចារ្យមួយដែលបានកើតឡើងចំពោះអ្នកនាងមាសសុខសុភានិងលោកឪអ្នកនាងមាសសុខសុភាបានរៀបចំការហោះហើរមួយដើម្បីមកចូលរួមកម្មវិធីជាមួយលោកឪហើយកម្មវិធីនោះចង់ដឹងថាតើជាកម្មវិធីអ្វីការអស្ចារ្យអ្វីសូមបងប្អូនទៅតាមដានជាមួយនាងខ្ញុំទាំងអស់គ្នាកុំភ្លេចភ្នែកកុំដូរប៉ុស្តិ៍ទៅណារយៈពេលកន្លងផុតទៅ7ម៉ោងអ្នកនាងមាសសុខសុភាបានបង្ហោះ caption ដូចនេះថាកម្មវិធីការតាំងពិព័រណ៍ផលិតផលស្នាដៃកូនខ្មែរនិងសម្ពោធសមាជិកផលិតផលថ្មីលេខរៀបខ្លួនដ៏មាសនិងលេខឃ្លៀកដ៏មាសរបស់ក្រុមហ៊ុន PNN Tridana អ្នកនាងមាសសុខសុភាត្រូវបានចូលរួមជាតារាកិត្តិយសច្រៀងសម្ដែងក៏ដូចជាអ្នកផ្ដល់រង្វាន់អ្នកចាប់រង្វាន់ជូនដល់អតិថិជនដែលត្រូវពិតនៅទីនោះផងដែរខណៈពេលនោះគឺចាប់ចំឈ្មោះលោកឪដែលវិធីការនីនិងអ្នកនាងផ្ទាល់ជាអ្នកចាប់ហើយវិធីករលោកសុករាស៊ីក៏នៅទីនោះផងដែរបានបញ្ជាក់ថាគ្មានការស៊ីសំណូកអ្វីនោះទេគឺបានគ្រប់អញ្ជើញហៅលោកឪឡើងលើឆាកភ្លាមតែម្ដងដើម្បីទទួលរង្វាន់ពិតតែម្ដងក្នុងនោះដែរអ្នកនាងមាសសុខសុភាបានបង្ហើបថាលោកឪបានចំណាយលុយជាង100ឡាដើម្បីទិញឡេមកលាបខ្លួនក៏ដូចជាថែរក្សាសម្រស់ផងដែរលោកឪចង់សហើយគណៈពេលនោះក៏បានឲ្យលោកឪសរសេរសញ្ញកឆ្នោតដាក់ឈ្មោះលោកឪផ្ទាល់តែម្ដងក្រែងលោមានសំណាងនោះពិតជាបានកើតឡើងមែនគឺចាប់ចំឈ្មោះលោកឪហើយក៏លោកជំទាវ Tridana និងគ្រួសារក៏បានយល់ព្រមជាមួយនឹងការចាប់ឆ្នោតនេះគឺมันមានការលំអៀងអ្វីនោះទេហើយអ្នកនាងមាសសុខសុភាផ្ទាល់គឺថាឡើងញ័រដៃតែម្ដងដោយថាគាត់មិននឹកស្មានថាប៉ះចំបងប្អូនដោយសារតែអ្នកដែលផ្សងសំណាងនឹងមានច្រើនខ្លាំងមែនតើក្នុងនោះលោកឪក៏បានជូនពរដល់ក្រុមហ៊ុនផងដែរនេះគឺពិតជាមិនគួរឲ្យជឿពិតមែនលោកឪក៏បានទៅចូលរួមក្នុងកម្មវិធីនោះដែរជាមួយនឹងអ្នកនាងមាសសុខសុភាគឺទៅគាំទ្រ idol ចឹងហើយព័ត៌មាននេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្នេះសូមអញ្ញាតគ្រប់នឹងជម្រាបជួបនឹងខ្ញុំនៅវីដេអូក្រោយសង្ឃឹមថាបងប្អូនចូលចិត្តនៅវីដេអូរបស់នាងខ្ញុំហើយគាំទ្រក៏ដូចជាចុច Subscribe Comment Like Share my video ផងដែរសូមអញ្ញាតគ្រប់នឹងជម្រាបលាជួបនឹងខ្ញុំនៅវីដេអូក្រោយបាយ